ថ្ងៃនេះមួយនិយាយរឿងក្នុងចិត្តមួយចែកជូនបងប្អូនស្ដាប់កំសាន្តអីអញ្ចឹងណាបងប្អូនចាស្ដាប់លេងទៅគេលឺថាមានប្រយោជន៍អីខ្លះដែរអញ្ចឹងណាបងប្អូនណាខ្លះចូលចិត្តស្ដាប់រឿងក្នុងចិត្តអ្នកដទៃអញ្ចឹងកុំភ្លេចប្រម៉ែប្រមូលធីមដែលចូលចិត្តស្ដាប់រឿងគេឬក៏រឿងចង់ដឹងរឿងគេអីហ្នឹងណាចូលមកបងប្អូនចាស្ដាប់កំសាន្តហើយចំណែកឯវីដេអូក៏ផ្សេងទៅអត្ថន័យក្នុងការនិយាយស្ដីអីផ្សេងអញ្ចឹងណាបងប្អូនចាចំណែកវីដេអូហ្នឹងមើលទៅពីការធ្វើម្ហូបរបស់ខ្ញុំនឹងឯងអត់មានអីទេបងប្អូនចាស់រឿងថ្ងៃហ្នឹងគឺក្បែរតែនឹងឯងbackgroundខ្ញុំអត់មានទៅណាឆ្ងាយទេចក្រានជាងឆ្នាំងប្លុកហ្នឹងអញ្ចឹងកុំឲ្យខាតពេលយូរតទៅស្ដាប់រឿងក្នុងចិត្តខ្ញុំទាំងអស់គ្នាបងប្អូនចាស់និយាយរួមរឿងខ្ញុំនឹងឯងបងប្អូនចាស់ខ្ញុំប្រៀបធៀបខ្ញុំបច្ចុប្បន្នហើយនឹងការ10ឆ្នាំមុនអញ្ចឹងណាបងប្អូនចាស់និយាយរួមទៅពេលបច្ចុប្បន្នហ្នឹងគឺថាបើគិតពីការងារឬក៏ការកិច្ចការធ្វើការងារផ្ទះធ្វើអីអញ្ចឹងផ្សេងអីអញ្ចឹងតើបងប្អូនថារវល់មែនទែនហើយរੂតែពេលថាសម្រាកអីស្ទើរតែគ្មានអីអញ្ចឹងណាបងប្អូនចាហើយយើងនៅតែមានពេលថាយើងចង់ចេះចង់ដឹងធម្មតាមនុស្សយើងតែចង់ចេះចង់ដឹងជាងខំសិក្សាស្វែងរកឲ្យបងប្អូនហើយពេលវេលាហ្នឹងគឺវាអត់អំណោយផលអញ្ចឹងណាបងប្អូនចាគឺថាឆ្លៀតមែនទេអញ្ចឹងថាពេលយប់បងប្អូនទៅតែថាងួយគេងខ្លាំងណាស់បើខ្ញុំគេអញ្ចឹងពេលខ្លះខ្ញុំស្ដាប់ខ្ញុំអីព្រោះពេលខ្លះយើងរៀនធ្វើវីដេអូធ្វើអីបងប្អូនចាយើងជាមនុស្សម្នាក់ដែលថាយើងអត់ទាន់ជោគជ័យអញ្ចឹងទៅយើងមិនត្រូវខំស្ដាប់ទាំងអ្នកជោគជ័យទាំងអ្នកមិនទាន់ជោគជ័យគេចែករំលែកអីមកយើងគិតថាល្អក៏យើងយកធ្វើតាមអីអញ្ចឹងណាបងប្អូនចាតាំងពីតិចនេះធ្វើនោះនិយាយរួមយើងចង់ចេះដឹងចំណេះដឹងថ្មីដែលគេបង្ហាញយើងអញ្ចឹងណាបងប្អូនចាគេបង្ហាត់បង្រៀនតាមប្រព័ន្ធ YouTube Facebook TikTok អីអញ្ចឹងត1 2 3អញ្ចឹងឯងបងប្អូនចាហើយគឺថាយើងឆ្លៀតយើងរវល់ហើយនៅយើងឆ្លៀតប៉ុន្តែអាកាល10ឆ្នាំមុនណាបងប្អូនចាបើសិនខ្ញុំស្គាល់ YouTube ឬក៏ Facebook កាល10ឆ្នាំមុនណាគឺខ្ញុំមានពេលគ្រប់គ្រាន់មែនទែនបងប្អូនចាកាលនោះខ្ញុំនៅធ្វើការដែរហើយកន្លែងការងារក៏អំណោយផលទៀតបងប្អូនចាកន្លែងការងារអត់រវល់ទេគឺយើងទំនេរហើយមានតាំង Wi-Fi មានកុំព្យូទ័រមានអីនិយាយរួមគ្រប់សពតែម្ដងហើយយើងក៏ថ្ងៃក៏យើងទំនេរកន្លែងធ្វើការងារយើងក៏ធ្វើ8ម៉ោងមែនតែយើងទំនេរហើយដល់ពេលមកដល់ផ្ទះល្ងាចឡើងម៉ោង5អីយើងមកផ្ទះគឺយើងទំនេរមែនទេបងប្អូនហើយយើងកាលនោះគឺអត់មានថាធ្វើអីដែលយើងគិតថាឲ្យខ្លួនយើងមានការអភិវឌ្ឍរីចម្រើនអីអញ្ចឹងណាបងប្អូនហើយពេលខ្ញុំគិតទៅខ្ញុំស្ដាយក្រោយបងប្អូនចាបើស្អាពេលកាល10ឆ្នាំមុនខ្ញុំបានស្គាល់កម្មវិធីតាក់ទងនឹងគេរលួយតាមពិត10ឆ្នាំមុនក៏គេមានអ្នករលួយតាម Facebook YouTube អីហើយប៉ុន្តែយើងអត់តលំតលីពេលអញ្ចឹងយើងអត់ដឹងទេកាលនោះបើស្អាយើងដឹងណាបងប្អូនចាប៉ុន្តែយើងចាប់ដើមតាំងពី10ឆ្នាំមុនមកដល់បច្ចុប្បន្នក៏យើងចេះដឹងខ្លះដែរមែនអត់បងប្អូនឬក៏យើងអាចខ្លាចជាអ្នកជោគជ័យអីមួយក៏ថាបានដែរនៅក្នុងបណ្ដាញសង្គម Facebook ឬក៏ YouTube អីអញ្ចឹងតបងប្អូនប៉ុន្តែបច្ចុប្បន្ននេះរវល់ការងារផ្ទះហើយយើងឆ្លៀតរៀនទៀតអញ្ចឹងហើយឥឡូវចាប់ដើមប៉ុន្តែបើសួរថាហួសពេលអត់បងប្អូនខ្ញុំមិនដែរគឺថាហួសពេលទេព្រោះយើងប្រៀបធៀបពីយើង10ឆ្នាំមុនមកបច្ចុប្បន្នហើយបើយើងអត់ចាប់ដើមពីថ្ងៃនេះអញ្ចឹងណាបងប្អូនចាអញ្ចឹង10ឆ្នាំក្រោយយើងនឹងស្ដាយក្រោយខ្លាំងជាងនេះអញ្ចឹងអ្វីដែលយើងគិតថាយើងដឹងហើយថាយើង10ឆ្នាំមុនយើងចំណាយពេលគិតថាអត់សូវមានប្រសិទ្ធភាពអីអញ្ចឹងណាបងប្អូនចាអញ្ចឹង10ឆ្នាំនេះមកដល់ថ្ងៃនេះគឺយើងត្រូវតែចាប់ផ្ដើមប្រើប្រាស់ពេលវេលាឲ្យមានតម្លៃហើយនឹងមានប្រសិទ្ធភាពជាងមុនអញ្ចឹងណាបងប្អូនចាហើយវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនកូនក្មួយអីមួយចំនួនដែលគិតថាពេលខ្លះហើយបងប្អូនយើងគិតអត់ដល់អញ្ចឹងទៅយើងចេះតែបដិបដោយពេលវេលាយើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាបងប្អូនចាអត់សូវមានប្រសិទ្ធភាពទេអញ្ចឹងពេលដែលយើងចង់ធ្វើអីឬក៏ចាប់ផ្ដើមធ្វើអ្វីមួយចូលយើងចាប់ផ្ដើមទៅបងប្អូនចាព្រោះពេលវេលាភ្លេចខ្លួនគឺមួយថ្ងៃភ្លេចខ្លួនគឺមួយខែមួយឆ្នាំអីគឺលឿនមែនទេអញ្ចឹងណាបងប្អូនចាដូចខ្ញុំជាដើមនឹងឯង